ក្រោយភ្លៀងមេឃស្រឡះសេចក្តីអធិប្បាយឆាកជីវិតមានសប្បាយកំសត់ព្រាត់ប្រាសផ្អែមល្ហែមជូរចត់គ្មាននរណាម្នាក់អាចគេចផុតនៅលក្ខណៈទាំងនេះបានឡើយជាការពិតណាស់ដើម្បីទទួលបានជោគជ័យក្នុងជីវិតមនុស្សគ្រប់រូបតែងតែឆ្លងកាត់នូវឧបសគ្គយ៉ាងច្រើនរាប់មិនអស់ជួនកាលអាចធ្វើឲ្យយើងដួលឬអស់សង្ឃឹមឬក៏អាចលែងចង់រស់ទៀតក៏ថាបានអ្វីដែលសំខាន់បំផុតគឺត្រូវរក្សាជំហរនិងជំនះរាល់ការលំបាកទាំងឡាយដែលកើតមានឡើងចំពោះមុខដោយសុភាសិតមួយឃ្លាលើកឡើងថាក្រោយភ្លៀងមេឃស្រឡះតើសុភាសិតខាងលើនេះបង្កប់នូវខ្លឹមសារអប់រំយ៉ាងដូចម្តេចខ្លះដើម្បីងាយស្រួលក្នុងការបកស្រាយបន្តទៅមុខទៀតគួរក៏បីយល់នៅឃ្លាសំខាន់ជាមុនសិនដូចជាក្រោយភ្លៀងនិងមេឃស្រឡះឃ្លាក្រោយភ្លៀងគឺមានន័យថាបន្ទាប់ពីភ្លៀងរួចហើយឬពេលភ្លៀងរាំងហើយចំណែកឯមេឃស្រឡះគឺសំដៅដល់ពេលដែលផ្ទៃមេឃភ្លឺច្បាស់ល្អពុំមានខ្យល់ព្យុះឬពពកខ្មៅឡើយតាមន័យត្រង់មុនពេលភ្លៀងរមែងមានខ្យល់បក់បោកពពកខ្មៅដេរដាស់ក្របដណ្ដប់នៅលើលំហបង្កើតបានជាភាពអាពួងងឹតមេឃងងឹតដីរកមើលអ្វីមិនយល់ហើយជួនកាលក៏មានផ្គររន្ទះក្រៀងក្រាំងនៅពេលភ្លៀងធ្លាក់ច្រើនក៏បង្កើតបានជាទឹកជំនន់ជន់លិចផ្ទះសម្បែងនិងភូមិធាននានាប៉ុន្តែក្រោយពីភ្លៀងរាំងហើយនោះអ្វីនឹងប្រែមកជាសភាពដើមវិញគឺមានពន្លឺឡើងវិញហើយមនុស្សម្នាទាំងឡាយប្រកាសជាអាចធ្វើដំណើរដោយមិនមានក្តីបារម្ភទៀតឡើយចំណែកឯន័យធៀបវិញគឺចង់បង្ហាញថាជោគជ័យទាំងឡាយតែងតែឆ្លងកាត់ឧបសគ្គជាមុនសិនក្រោយមកទើបអាចទទួលបាននូវផលដែលខ្លួនប៉ងប្រាថ្នាមែនហើយគ្មានបុគ្គលណាម្នាក់អាចសម្រេចប្រាថ្នាបានដោយគ្រាន់តែដេកនៅស្ងៀមនោះឡើយគឺត្រូវតែរូតរឹសស្វាក់ស្វែងជានិច្ចហើយជួនកាលក៏ត្រូវជួបប្រទះនៅរឿងរ៉ាវអាក្រក់ផ្សេងទៀតដែលមករំខានដំណើរការនៃជីវិតរបស់យើងទៀតផងជាក់ស្ដែងសិស្សម្នាក់ដែលកើតចេញពីត្រកូលកសិករក្រីក្រនៅឯស្រុកស្រែជនបទដែលស្ទើរតែមិនមានឱកាសបានសិក្សាច្រើនដូចកូនអ្នកមានឬកូនអ្នកទីក្រុងតែដោយការតស៊ូក្នុងឆាកជីវិតនិងការជំនះរាល់ការលំបាកនានាទើបគេអាចទទួលបានលទ្ធផលល្អក្រៅពីនេះគេតែងបង្កើតទម្លាប់ល្អដោយត្រូវងើបតាំងពីព្រលឹមដើម្បីជួយធ្វើការងារផ្ទះជួយធ្វើស្រែចម្ការចិញ្ចឹមសត្វខៀវគោខៀវក្របីហើយជួនកាលទៀតត្រូវចំណាយពេលទៅរកប្រាក់កម្រៃបន្ថែមសម្រាប់គ្រួសារទៀតផងប៉ុន្តែគេមិនដែលបោះបង់ការសិក្សានោះឡើយដោយតែងតែឆ្លៀតរៀននិងខំសន្សំលុយបន្តិចបន្តួចដើម្បីទិញសៀវភៅសិក្សាឬសៀវភៅអានឲ្យដូចគេដូចឯងដែរលើសពីនេះទៅទៀតដោយជីវភាពតោកយ៉ាក់ពេកក៏ត្រូវធ្វើដំណើរទៅសាលារៀនដោយថ្មើរជើងនិងត្រូវចំណាយពេលពីកន្លះម៉ោងទៅ1ម៉ោងដើម្បីទៅដល់សាលារៀនពេលខ្លះក៏ត្រូវទឹកភ្លៀងរហូតសើមជោកអស់ពេលខ្លះទៀតក៏ធ្លៀងជួនឈឺផ្ទុយទៅវិញផលលំបាកទាំងនេះមិនបានរារាំងនៅដំណើរការតស៊ូរបស់គេឡើយទីបំផុតគេអាចយកឈ្នះលើព្រំលិខិតរបស់ខ្លួនដោយទទួលបានជោគជ័យក្នុងការសិក្សានិងទទួលបានការងារដែលខ្លួនតែងតែប្រាថ្នាជាយូរមកហើយទៀតផងគេអាចនិយាយបានថាគ្មានអ្វីដែលមនុស្សយើងមិនអាចធ្វើបានទេឲ្យតែខ្លួនយើងសម្រេចចិត្តត្រឹមត្រូវនិងតាំងចិត្តខ្ពស់ប្រកបដោយក្តីអំណត់ព្យាយាមដាច់ខាតដោយច្បាប់ស្រីហេតុប្រទេសតែងលើកឡើងថាគ្មានមរឹកឯណាបោចូលមាត់សីហាដែលកំពុងដេកនោះទេជោគជ័យមិនដែលរត់មករកយើងឡើយមានតែមនុស្សទេដែលរត់ទៅរកជោគជ័យឬគោលដៅនោះបន្ថែមពីនេះនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគេសង្កេតឃើញថាទម្រាំតែអាចកសាងអង្គរវត្តគឺត្រូវចំណាយពេលយ៉ាងយូរនិងចំណាយជីវិតមនុស្សអស់ជាច្រើនដំបូងគេត្រូវជ្រើសរើសពីតាំងដាក់ខ្សាច់បុកគ្រឹះដើរស្វែងរកប្រភពផ្ទាល់ការដឹកជញ្ជូនផ្ទាល់មួយផ្ទាំងដ៏មហាមិមានិងការរចនាម៉ូដចម្លាក់ជាក្បាច់នានាគួរឲ្យចាប់អារម្មណ៍ទាំងនេះមិនមែនកើតឡើងពីព្រះអាទិទេពព្រះជាម្ចាស់ឡើយប៉ុន្តែគឺមនុស្សនេះឯងដែលប្រឹងប្រែងរកការលំបាកទាំងឡាយរហូតបន្សល់បាននូវវត្ថុអស្ចារ្យសម្រាប់កម្ពុជានិងពិភពលោកទាំងមូលយ៉ាងណាមិញប្រទេសកម្ពុជាយើងអាចនៅគង់វង្សរហូតដល់សប្តាហ៍ថ្ងៃនេះក៏ព្រោះតាជួនតាយើងខិតខំការពារពីឈ្លានពានពីបរទេសនិងហ៊ានផ្លេចជីវិតដើម្បីបុព្វវគ្គជាតិមាតុភូមិរបស់ខ្លួនដែលមិនមានការសោកស្ដាយហើយកូនខ្មែរគ្រប់រូបក៏បានស្គាល់ទឹកដីរបស់ខ្លួននិងយល់ពីប្រវត្តិសាស្ត្រតស៊ូរបស់ខ្លួនកាន់តែច្បាស់ថែមទៀតក្រៅពីនេះគេសង្កេតឃើញនៅក្នុងសម័យឧដុង្គ
ព្រះខ្មែរត្រូវចៅយួននិងសៀមបែងចែកទឹកដីយើងជាពីរនៅក្នុងបំណងពុះចែកគ្នាដើម្បីបញ្ចប់សង្គ្រាមរវាងសៀមនិងយួនប្រទេសទាំងពីរនេះក៏បានលើកព្រះបាទអង្គឌួងឲ្យឡើងសោយរាជ្យប៉ុន្តែដោយសារព្រះអង្គមានឆន្ទៈស្នេហាជាតិមិនចង់ឲ្យទឹកដីបាត់បង់ទ្រង់ក៏លួចផ្ញើលិខិតសម្ងាត់ទៅកាន់ព្រះចៅណាប៉ូឡេអុងទី3នៅសិង្ហបុរីឲ្យចូលមកដែនកម្ពុជានៅបំណងយកបារាំងជាបង្អែកដើម្បីទប់ទល់នឹងឥទ្ធិពលយួននិងសៀមក្រោយមកបារាំងក៏បានចូលមកដាក់អាណាព្យាបាលលើប្រទេសកម្ពុជានៅកាលរាជកាលព្រះបាទនរោត្តមនិងឥទ្ធិពលយួនសៀមក៏ត្រូវបញ្ចប់នៅពេលនោះនៅក្នុងសម័យអាណានិយមបារាំងទៀតសោតកម្ពុជាពុំបានសុខស្រួលឡើយគឺត្រូវបារាំងចម្រិតទារពន្ធយ៉ាងដំណាំយុវជនខ្លះត្រូវបញ្ជូនឲ្យទៅច្បាំងនៅសង្គ្រាមលោកទាំងពីរនិងត្រូវស្លាប់អស់ជាច្រើនសេចក្តីឈឺចាប់ទាំងប៉ុន្មានធ្វើឲ្យខ្មែរអ្នកស្នេហាជាតិខិតខំទាមទារឯករាជ្យរហូតទទួលសិទ្ធិពេញលេញជាម្ចាស់ទឹកដីរបស់ខ្លួននៅក្រោយស្នាព្រះហស្ថរបស់ព្រះបាទនរោត្តមសីហនុដែលព្រះអង្គខិតខំពេញតួនាទីស្វែងរកឯករាជ្យរហូតទទួលបានជោគជ័យទាំងស្រុងនៅក្នុងឆ្នាំ1953ហេតុការណ៍តាមរយៈប្រវត្តិសាស្ត្រសុទ្ធតែលាតត្រដាលឲ្យឃើញយ៉ាងច្បាស់ថាទម្រាំតែអាចទទួលបានស្វ័យភាពគឺត្រូវចំណាយពេលជិតមួយសតវត្សរ៍ឯណោះប៉ុន្តែមិនមែនបោះបង់ការតស៊ូនោះនៅប៉ុនកែវទីនោះឡើយបើក្រឡេកមកមើលនៅក្នុងស្នាដៃអក្សរសិល្បៈប្រជាប្រិយរឿងរៃនិងស្រមោចបានឆ្លក់បញ្ចាំងនៅទស្សនៈពីរមួយគឺភាពខៀវច្រអូសនិងទីពីរគឺការខិតខំព្យាយាមរៃតំណាងឲ្យតួអង្គឥតបានការគិតតែច្រៀងរាំសប្បាយមិនគិតរកចំណីទុកនៅរដូវក្តៅឡើយដល់ពេលរដូវវស្សាមកដល់ទើបភ្ញាក់ខ្លួនថាមិនមានចំណីទើបទៅសុំខ្ចីពីស្រមោចក៏មិនឲ្យខ្ចីចំណែកសត្វហេតុតែភឿនភ្លឿនខ្វះការប្រុងប្រយ័ត្នទើបដាច់ស្បៀងរហូតដល់ស្លាប់អស់ចំណែកឯតួអង្គស្រមោចខំលីសែងអង្គឬចំណីតូចល្អិតយ៉ាងស្រស់ដោយមិនចេះនឿយណាយឬពន្យាពេលឡាយមិនយូរប៉ុន្មានទេស្បៀងអាហារក៏ពេញសម្បុកហើយអាចចិញ្ចឹមពួកគេពេញមួយរដូវវស្សាបានក្រៅពីនេះនៅក្នុងរឿងផ្ទៃប្រពន្ធអ្នកបែកទឹកសមុទ្ររឹងក៏បានបង្ហាញយ៉ាងច្បាស់ក្រឡែតតែម្ដងនៅក្នុងនោះមានផ្ទៃប្រពន្ធមួយគូខំបែកទឹកសមុទ្រដែរតែមិនរឹងសោះក៏បោះបង់ការងាររបស់ខ្លួនចោលចំណែកឯផ្ទៃប្រពន្ធមួយគូទៀតបានខិតខំដោយឥតឈប់ឈរឡើយក្នុងការបែកទឹកសមុទ្រឲ្យរឹងដោយមច្ឆាជាតិខ្លាយទឹកសមុទ្ររឹងអស់ទីបំផុតពួកគេក៏យកមាសប្រាក់កែវកងពីទូរាសូរិយកានមកឲ្យរហូតខ្លាយជាសេដ្ឋីនិងជោគជ័យក្នុងការងាររបស់ខ្លួនតាមរយៈរឿងខាងលើនេះការដែលយើងប្រឹងប្រែងដោយមិនខ្លាចនឿយណាយនិងមានឆន្ទៈមោះមុតផងនោះទើបសម្រេចផលបែបនេះឯងដោយឡែកនៅក្នុងរឿងកុលាបប៉ៃលីនដែលជាស្នាដៃរបស់លោកញក់ថែមក៏បានបង្ហាញយ៉ាងប្រចាំថាតួអង្គចៅចិត្តជាកូនកសិករក្រីក្រស្វែងរកការងារធ្វើជាកម្មករជីកទឹកបូងរបស់លោកខ្លួនរតនសម្បត្តិនិងនាងខុននារីចៅចិត្តធ្វើការនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅហួតហែងហូរញើសប៉នក្របពោតដោយមិនត្អូញត្អែលអ្វីឡើយពេលខ្លះក៏ត្រូវនាងខុននារីពេបជ្រាយថាជាមនុស្សស្គមដូចអ្នកញៀនអភិនមិនសមនឹងធ្វើការជាកម្មករជីកទឹកបូងទៀតបន្ថែមពីនេះចៅចិត្តបានមានចិត្តលួចស្រឡាញ់ចៅហ្វាយណៃរបស់ខ្លួនថ្លឹងដឹងថាខ្លួនឯងមិនឈោងដល់គឺដោយសុភាសិតមួយពោលថាខ្លួនទៀបដៃខ្លីស្រវាអោបភ្នំដោយមើលឃើញថាចៅចិត្តជាបុរសឧស្សាហ៍ព្យាយាមនិងស្មោះស្ម័គ្រចំពោះចៅហ្វាយណៃផងនោះក៏ធ្វើឲ្យនាងខុននារីបាក់ចិត្តស្រឡាញ់រីឯលោកលួងរតនសម្បត្តិក៏យល់ព្រមឲ្យអ្នកទាំងពីររៀបការនឹងគ្នានិងប្រគល់ការងារឲ្យចៅចិត្តមើលការខកត្រូវថែមទៀតផងចំណែកឯអក្សរសិល្បៈរឿងផ្កាស្រពោនវិញប៊ុនធឿនដែលជាតួអង្គឯកតំណាងឲ្យយុវជនដែលស្រឡាញ់ការរៀនសូត្របានទទួលបានជោគជ័យក្នុងសិក្សារបស់ខ្លួនទោះបីជារូបគេបាត់បង់នារីជាទីស្រឡាញ់និងគ្រួសារត្រូវធ្លាក់ជូនក៏ដោយក៏មិនបានធ្វើឲ្យប៊ុនធឿននឿយណាយនឹងចំណេះវិជ្ជានោះឡើយលើកពីនេះទៅទៀតនៅក្នុងរឿងម៉ាលាដួងចិត្តក៏បានលាតត្រដាលនៅស្នេហាឆ្លងជាតិសាសន៍រវាងកំឡោះជនជាតិខ្មែរគឺទីឃាវុធនិងក្រមុំជនជាតិសៀមគឺច័ន្ទមុនីស្នេហារបស់ពួកគេពោពេញទៅដោយឧត្តមគតិមិនមែនកើតឡើងដោយភ្លើងចម្បាំឡើយហើយក៏មិនសំខាន់ស្មើនឹងឯករាជ្យជាតិនោះឡើយទីឃាវុធសន្យាថាបើសៀមមិនព្រមប្រគល់ខេត្តខ្មែរមកឲ្យខ្មែរវិញខ្លួនមិនព្រមស្រឡាញ់នាងច័ន្ទមុនីនោះឡើយទីបន្ទាប់ស្នេហារបស់គេក៏សម្រេចដល់គោលដៅក្រោយពីសៀមប្រគល់ខេត្តមួយចំនួនមកឲ្យខ្មែរវិញបើក្រឡេកមកមើលរឿងទុំទាវដែលស្នាដៃនិពន្ធរបស់ព្រះភិក្ខុសមវិញបានលើកឡើងពីចំណងស្នេហារវាងព្រះសង្ឃនិងនារីម្នាក់ដែលកំពុងចូលមិនលប់គឺទុំនិងទាវ
សេចក្តីស្នេហារបស់ពួកគេត្រូវឆ្លងកាត់នៅឧបសគ្គយ៉ាងច្រើននៅពេលយាយម្ដាយទាវដឹងរឿងរ៉ាវអស់ហើយគាត់ខឹងនឹងទុំខ្លាំងណាស់ដោយសារគាត់មានកូនស្រីតែម្នាក់ដែលបំរុងនឹងរៀបការនឹងមើលងួនដែលជាកូនប្រុសរបស់អជួនទៀតផងមិនយូរប៉ុន្មានព្រះរាជាក៏បានជ្រើសរើសនាងទាវធ្វើជាស្នំឯករីឯទុំខ្លាចជាមើលឯកនៅពេលញាក់ទាំងពីរជួបមុខគ្នានៅចំពោះព្រះភ័ក្ត្ររបស់រាជាពួកគេក៏ហ៊ានសារភាពស្នេហ៍ចំពោះគ្នានឹងគ្នារហូតដល់ព្រះរាជាប្រទានមង្គលការតាមសំណូមពរជាងនេះទៅទៀតនៅក្នុងរឿងរាមកេតព្រះរាមត្រូវចំណាយអាយុកងទ័ពអស់ជាច្រើននិងពេលវេលាយ៉ាងយូរដើម្បីច្បាំងដណ្ដើមយកនាងសីតាវិញពីក្រុងរាពណ៍នៅនគរលង្កាចំណែកឯនៅក្នុងរឿងព្រះអាទិត្យថ្មីរះលឺផែនដីដែលជាស្នាដៃនិពន្ធរបស់លោកសួនសូរិនវិញតួអង្គសមជាជនក្រីក្រតោកយ៉ាតស៊ូក្នុងឆាកជីវិតសុខចិត្តធាក់ស៊ីក្លូមិនព្រមលក់ឧត្តមគតិខ្លួនឡើយក្នុងឆាកជីវិតរបស់សមតែងតែជួបរឿងអយុត្តិធម៌និងការមើលងាយជានិច្ចហើយត្រូវបាត់បង់ប្រពន្ធកូនព្រមទាំងរស់នៅក្នុងពិភពលោកនេះតែម្នាក់ឯងឯកាទីបន្ទាប់ភាពស្មោះត្រង់របស់សមក៏បាននាំសមឆ្លងពីរណ្ដៅដ៏ងងឹតនេះហើយបានក្លាយជាប្រជាជនដ៏ល្អនិងជាកសិករដ៏គំរូប្រចាំសហគមន៍ទៀតផងយោងតាមការបកស្រាយខាងលើនេះគេសង្កេតឃើញថាគ្រប់កិច្ចការទាំងឡាយមិនថាតូចក្តីធំក្តីគឺសុទ្ធតែទាមទារចាំបាច់នៃការប្រឹងប្រែងយ៉ាងផ្ដោតផ្ដាត់មិនមែនធ្វើលេងសើចឲ្យតែរួចពីដៃឡើយឧបសគ្គទាំងឡាយអាចនឹងរលាយទៅបានដោយសារតែឥទ្ធិពលនៃការតស៊ូក៏ឃ្លាវខ្លាមមិនចោះចាញ់ប្រៀបដូចជារាជសីហាដែលពោពេញទៅដោយអំណាចហើយមិនចោះចាញ់នឹងការស្វែងរកចំណីនោះឯងតួយ៉ាងនៅក្នុងសង្គមជាក់ស្ដែងក្តីក្នុងប្រវត្តិសាស្ត្រក្តីឬក្នុងអក្សរសិល្ប៍ក្តីសុទ្ធតែលាតត្រដាងឬបង្ហាញឲ្យជាក់លាក់ថាគ្មានជោគជ័យឯណាដែលមិនឆ្លងកាត់ឧបសគ្គសោះឡើយក្រោយពីធ្វើការពន្យល់យ៉ាងក្បោះក្បាយដូចខាងលើសពសបញ្ជាក់ថាសុភាសិតនេះពិតជាមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានដែលបណ្ដុះឲ្យមនុស្សគ្រប់គ្នាក្លាហានហ៊ានក្រោកតស៊ូនឹងព្រហ្មលិខិតក្នុងនាមជាយុវជនគួរលះបង់ពេលវេលានិងកម្លាំងកាយដើម្បីក្រេបយកចំណេះវិជ្ជានិងកសាងខ្លួនឲ្យសមជាកូនល្អសិស្សល្អប្រជាពលរដ្ឋល្អមេគ្រួសារល្អនិងមេដឹកនាំដ៏ល្អនៅពេលអនាគតដ៏ខ្លីខាងមុខ